ក្មេងឈួតបើបន្តបែបនេះទៀតក្នុងខុនលុនទាំងមូលខ្លាចតែត្រូវគេកំទេចចោលហើយវងលោកគ្រូបើផ្លើតសោះឯងបានមកដល់ភ្នំនេះ19ឆ្នាំហើយកម្លាំងទេពរបស់ឯងអស្ចារ្យការដាំដុះកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សក្នុងមួយថ្ងៃរាប់ពាន់លីសពថ្ងៃយើងមិនមានអ្វីដែលត្រូវរាប់រកជាមួយពិភពលោកទេប៉ុន្តែ3ឆ្នាំមកនេះគុំសិនតែជាប់គាំងនៅកម្រិតចុងក្រោយមិនអាចឆ្លងផុតបានទេតើធ្វើយ៉ាងម៉េចដែរទៅលោកគ្រូនោះក៏ដោយសារតែស្ថានភាពចិត្តរបស់ឯងនៅខ្វះការបាច់បាក់ចុងក្រោយមួយលើកទៀតសូមអរគុណហើយលោកគ្រូនៅជំហានចុងក្រោយនេះគ្រូមិនអាចបង្រៀនអ្វីដល់ឯងបានទេឯងត្រូវចុះពីលើភ្នំដោយខ្លួនឯងដើម្បីឆ្លងកាត់ស្ដាយហានិងសេចក្តីស្រឡាញ់ក្នុងលោកនេះកាលពីឆ្នាំនោះពេលឯងចូលមកគ្រូឃើញឆ្អឹងរបស់ឯងអស្ចារ្យក៏នាំឯងមកភ្នំនេះព្រោះខ្លាចឯងនឹកផ្ទះហើយមិនតាំងចិត្តហាត់រៀនដូច្នេះគ្រូបានប្រើល្បិចបន្តិចបន្តួចដើម្បីបិទបាំងការចងចាំរបស់ឯងឥឡូវនេះដល់ពេលដែលប្រគល់ជីវិតរបស់ឯងឲ្យឯងវិញហើយមិនមែនជាក្មេងកំព្រាខ្ញុំនៅមានផ្ទះមួយទៀតមែនទេម៉ាក់ខ្ញុំត្រឡប់មកវិញហើយសំទោសខ្ញុំគ្មានចេតនានោះទេអញយ៉ាងម៉េចហ្នឹងអញជាក្មេងតំណាងហ៎មិនមែនទេខ្ញុំមិនមែននោះទេអូយកណ្ដាលថ្ងៃត្រង់ហ៊ានប៉ះពាល់មនុស្សស្រីហ៎គេនេះសបកក្រៅដូចមនុស្សតែចិត្តដូចឆ្កែហេតុអីចិត្តអាក្រក់ម្ល៉េះនៅក្មេងសោះមិនរៀនធ្វើអំពើល្អទេរឿងរបស់ខ្ញុំមិនដូចជាអ្នកទាំងអស់គ្នាគិតនោះទេខ្ញុំពិតជាគ្មានចេតនាពិតមែនសើអញមិនទេចាំមកថៃអញមើលនេះគឺស្នាដៃអញហ៎អ្នកនាងស្ដាប់ខ្ញុំបញ្ជូលសិនមិនមែនកុំនិយាយច្រើនស្លាប់ទៅអ្នកនាងតែចាក់ចិត្តសិនទៅមិនដូចអ្វីដែលនាងគិតនោះទេនៅឲ្យស្គីមទៅអាមនុស្សរកចិត្តថ្ងៃនេះខ្ញុំត្រូវតែឲ្យគេមកចាប់អញបងស្រីនាងជាអ្នករត់មកបុកដៃខ្ញុំទេមិនមែនជាកំហុសរបស់ខ្ញុំឡើយអារកចិត្តស្លាប់ទៅណែបើនាងបន្តបែបនេះខ្ញុំបន្តវិញខ្ញុំប្រាប់ឲ្យឈប់ហេតុអីបានជាមិនស្ដាប់ខ្ញុំអញ្ចឹងអត់ខ្ញុំវិញមកនាងកាត់ឆ្នាំឆ្កែមែនទេជប់សិនហៅលេខ110មែនទេសូមមកទីនេះអត់មានគេលួងលំស្ត្រីសឺស៊ុងនេះឯងខ្ញុំថាអ្នកនាងអើយស្ដាប់ខ្ញុំបញ្ជូលសិនទៅខ្ញុំពិតជាមិនមានចេតនានោះទេហើយអារកចិត្តអត់មានអ្វីនិយាយជាមួយឯងទៅនិយាយជាមួយប៉ូលីសទៅថយបន្តិចមិញនេះអ្នកណាគេរាយការណ៍ដល់ប៉ូលីសខ្ញុំប៉ូលីសសូមចាប់អារកចិត្តនេះលឿនមកមានរឿងអីប៉ូលីសចាប់អាមនុស្សរកចិត្តនេះខ្ញុំលឿនឡើងមកការយល់ច្រឡំទេលោកប៉ូលីសនេះជាការយល់ច្រឡំទេ